ក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធីគរុកសលមិនមែនយើងទៅផ្លាស់ប្ដូរលោកគ្រូអ្នកគ្រូទៅផ្លាស់ប្ដូរការគិតពួកគាត់ទេគាត់តែចង់ឲ្យគាត់បត់បែនទៅតាមរបត់ថ្មីនៃសង្គមទៅតាមតម្រូវការជាក់ស្ដែងសិស្សយើងមានឧបសគ្គធម្មតាការងារអីវាអាចរលូន 100% ទេគ្រប់រឿងអីដែលកើតឡើងគ្រប់បញ្ហាដែលខ្ញុំជួបគឺវាបន្ថែមទៅលើបទពិសោធន៍នៃជីវិតរបស់ខ្ញុំអញ្ចឹងពេលដែលខ្ញុំជួបអីមួយដែលគិតថាវាពិបាកក្នុងការដោះស្រាយខ្ញុំតែងតែគិតថាខ្ញុំជាទឹកកន្លះកែវ That's okay life is good you know at the end of the day ចុងក្រោយយើងទៅផ្ទះញ៉ាំបាយគេព្រឹកឡើងយើងដោះស្រាយបន្តទៅការធ្វើការងារនៅក្នុងវិស័យអប់រំវាធ្វើឲ្យបងមានអារម្មណ៍ថាពេញចិត្តពួកបងមានអារម្មណ៍ថាបងពិតជាបាន contribute បើន័យថាចូលរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្សរបស់យើងជំរាបសួរសូមស្វាគមន៍មកកាន់កម្មវិធី Class Podcast ដែលថ្ងៃនេះយើងមានភ្ញៀវកិត្តិយសពិសេសគឺបងស្រីសុខេណាហើយនិងបងស្រីធីតាចាថ្ងៃនេះពួកយើងនឹងជជែកគ្នាអំពីប្រធានបទដ៏សំខាន់មួយគឺតាក់ទងជាមួយនឹងការធ្វើការផ្នែកគរុកោសលតើបងអាចណែនាំខ្លួនបន្តិចបានទេបងចាបានហ្នឹងហើយអរគុណសុភាអញ្ចឹងអាចបញ្ជាក់ពីអារម្មណ៍បន្តិចណាថ្ងៃនេះមានអារម្មណ៍ថារីករាយផងហើយនឹងរំភើបផងដែលបានចូលរួមនៅក្នុងកម្មវិធី podcast ថ្ងៃនេះដែរអញ្ចឹងបងឈ្មោះសុខេណាហើយបងមកពីខេត្តបន្ទាយមានជ័យមិនថាអ្នកស្រុកបន្ទាយមានជ័យណាប៉ុន្តែស្រុកកណ្ដាលបងនៅខេត្តបាត់ដំបងហើយហ្នឹងហើយយើងក៏មានដំណើរជីវិតបន្តបន្ទាប់រហូតមកដល់ភ្នំពេញហ្នឹងដោយសារតែបងមករៀនតផ្នែកបានថា Master Degree របស់បងហ្នឹងផ្នែកបង្រៀនភាសាបរទេសដែលយើងហៅថា TESOL ហ្នឹងណាហើយសប្តាហ៍នេះបងបម្រើការងារនៅអង្គការអន្តរជាតិមួយនៅក្នុងទីក្រុងភ្នំពេញហ្នឹងចាប់ផ្ដើមដោយតួនាទីដំបូងគឺជាគ្រូបង្រៀនភាសាអង់គ្លេសហើយនៅបងបរៀនបានរយៈពេលប្រហែលជាចូល3ឆ្នាំក៏បង apply បានន័យថា apply ការងារជាអ្នកសម្របសម្រួលផ្នែកគរុកោសលហើយឆ្នាំនេះជាឆ្នាំទី4សម្រាប់បងហ្នឹងនៅក្នុងការបម្រើការងារនៅក្នុងមុខងារហ្នឹងចាហ្នឹងហើយហើយថាតើមុខងារដែលជាអ្នកសម្របសម្រួលផ្នែកគរុកោសលហ្នឹងតើយើងធ្វើអីគេខ្លះអញ្ចឹងនៅក្នុងហ្នឹងយើងមានបានថា main role ចំនួន4ចាតួនាទីធំចំនួន4នៅក្នុងហ្នឹងទី1គឺយើងជួយលោកគ្រូអ្នកគ្រូផ្នែកបង្រៀនភាសារបស់យើងហ្នឹងនៅក្នុងការអភិវឌ្ឍចំណេះជំនាញរបស់គាត់ទាក់ទងនឹងការបង្រៀនហ្នឹងយើងអាចប្រើភាសាអង់គ្លេសខ្លះเนาะដែលយើងហៅថា professional knowledge របស់គាត់professional practice ហើយនិង professional engagement អញ្ចឹងនៅពេលដែលយើងនិយាយអំពី professional knowledge បានន័យថាវាទាក់ទងទៅនឹង theory right ឬក៏ teaching concept អញ្ចឹងតើយើងបានហៅតែយើងមានកម្មវិធីអីឬក៏សកម្មភាពអីដើម្បីជួយគាត់នៅក្នុងការពង្រីកចំណេះជំនាញរបស់គាត់និងចំណេះដឹងទាក់ទងនឹងការបង្រៀនរបស់គាត់ហ្នឹងហើយក៏ហ្នឹងហើយជួយគាត់ដើម្បីឲ្យគាត់យកចំណេះជំនាញទាំងអស់ហ្នឹងទៅអនុវត្តនៅក្នុងការបង្រៀនជាក់ស្ដែងនៅក្នុងថ្នាក់ចា៎ហើយទី3ហ្នឹងគឺធ្វើម៉េចឲ្យគាត់អាចផ្សារភ្ជាប់ខ្លួនគាត់ជាមួយនឹង learning community បណ្ដាជាមួយនឹងសហគមន៍ឬក៏បានថានៅក្នុង field នៃការបង្រៀនហ្នឹងណាបានថាគាត់ផ្សារភ្ជាប់មិនដើម្បីអាចគាត់ទទួលបានចំណេះដឹងពី learning community ហ្នឹងមកវិញចាវាជាការងារមួយដែលគួរឲ្យចាប់អារម្មណ៍មែនតើចាតែបងចាទីដែរអាចណែនាំខ្លួនតិចបានទេជាសួរបងតាំងពីមកទៀតចាខ្ញុំជួបគាត់ហងៃចាខ្ញុំឈ្មោះធីតាហើយខ្ញុំឲ្យខ្លួនឯងជាក្មេងស្រីជនបទផងជាក្មេងស្រីនៅទីក្រុងផងដោយសារតែខ្ញុំមកពីខេត្តកំពង់ធំហើយគាត់ថាខ្ញុំត្រឡប់មកនៅទីក្រុងភ្នំពេញតាំងខ្ញុំអាយុ11-12ឆ្នាំអញ្ចឹងការធ្វើលក់ដូររបស់ខ្ញុំគឺបូករួមជាមួយនឹងទស្សនវិជ្ជាស្រុកស្រែការលក់ដូរនៅអគារនៅទីក្រុង so there's a lot of things going on ខ្ញុំមកពី field ឬក៏ដែរគឺជាអ្នកស្រុកក្នុងផ្នែកគរុកោសលយើងធ្វើការជាមួយគ្នាជួយសម្របសម្រួលទៅលើផ្នែកបង្រៀនរបស់លោកគ្រូអ្នកគ្រូហើយដោយបើគាត់និយាយមកអញ្ចឹងគឺយើងនៅជាមួយគ្នាមួយថ្ងៃចាំដល់ថ្ងៃសុក្រអញ្ចឹងគាត់បាននិយាយច្រើនមែនតើអំពីការជួយទៅដល់លោកគ្រូអ្នកគ្រូតែផ្នែកនោះទៀតដែលយើងក៏ជួយសម្រួលហ្នឹងគឺទៅលើការរៀនរបស់កូនសិស្សយើងក៏ផ្ដោតទៅលើលទ្ធផលការអនុវត្តរបស់កូនសិស្សថាគាត់ហ៊ាននៅក្នុងថ្នាក់ទទួលបាន
ផលល្បីខ្លះហើយមានបញ្ហាខ្លះដែលកើតឡើងជាមួយនឹងកត្តាកូនសិស្សអញ្ចឹងយើងយកហ្នឹងមកឆ្លុះបញ្ចាំងរវាងការបង្រៀនហើយនិងការរៀនសូត្រជាមួយគ្នាចា៎ ចាអូខេអញ្ចឹងតើមានកត្តាអីដែលជំរុញឲ្យធីតាធ្វើការផ្នែកហ្នឹងនៅបច្ចុប្បន្ននេះ Well, at first I didn't really, put myself in a box where I can be in the pedagogy field. But I love learning new things, so I grab every opportunity. And when I, think about education and also teaching specifically, there's one personal experience that I remember and how it's shaped who I am today. It's in a way that I feel like, oh, I am a teacher, I can teach. So there was a time when I taught a friend from high school. It's during the math session. So I tried to explain her how it worked from my understanding. But because she could not understand what I was saying, so I cried. And the fact that I cried it was still, I would say, it's so funny in a way that why would I cry for such thing? And when I grow up later, it's a reflection that probably because I want my friend to learn, to understand, and it's the root of the teacher's heart. Yeah. And until now, I reflect to myself in this pedagogy field. It's one thing that about learning. So when we become a teacher or pedagogy coordinators, there's more room to learn things to improve. So this spark, this flame in me, like keep me, working hard every day. This keeps seeing different perspective. Yeah, especially in the education field. Thank you ហើយចាំបងមិន អូខេបងគាត់ថាវារៀងស្តៀងគ្នាដែរជាមួយនឹងធីតាអញ្ចឹងយើងចាប់ផ្ដើមដោយ experience កាលពីយើងនៅក្មេងដូចគ្នាតែបងវារៀងផ្លែកពីអនឡាញបន្តិចដោយសារពីក្មេងឡើយហ្នឹងគឺចង់និយាយថាម្ដាយបងគាត់ជួយបើថាគាត់ជួយបង្រៀនពួកយើងបន្ថែមទៀតអញ្ចឹងដើម្បីឲ្យយើងចេះអានណាអានភាសាខ្មែរយ៉ាងហ្នឹងហ្នឹងហើយអញ្ចឹងម្ដាយបងគាត់បានផ្ដល់តួនាទីឲ្យបងមួយគឺជួយបង្រៀនបងប្រុសរបស់បងឲ្យគាត់ចេះអានអញ្ចឹងគាត់រៀនថ្នាក់ទី1ប៉ុន្តែគាត់អត់ចេះអានកខហ្នឹងច្បាស់លាស់ទេអញ្ចឹងហ្នឹងហើយអញ្ចឹងគាត់ផ្ទេរការងារហ្នឹងមកឲ្យបងវិញហើយហ្នឹងហើយបងមានអារម្មណ៍ថានៅពេលដែលគាត់ឲ្យការងារហ្នឹងមកបងអត់មានអារម្មណ៍ថាធុញទ្រាន់ជាមួយវាទេបែរជាបងចូលចិត្តអញ្ចឹងណាបងចូលចិត្តហើយ care មែនទែនបាទថាព្យាយាមធ្វើអាកិច្ចការជាគ្រូបង្រៀនប្អូនហ្នឹងឲ្យបានល្អអញ្ចឹងចំណុចហ្នឹងហើយដែលធ្វើឲ្យបងមើលឃើញថាអូអញ្ចឹងបងផាច់ជាអាចជាមាននិស្ស័យជាគ្រូនឹងឯងអញ្ចឹងតាំងពីក្មេងរហូតមកដល់ចង់និយាយថាជាសិស្សជាអីហ្នឹងជាសិស្សនៅសាកលវិទ្យាល័យបាទណាបង rely ខ្លួនឯងហ្មងគឺដឹងខ្លួនឯងថាបងនឹងជ្រើសរើស career នៅក្នុងវិស័យអប់រំនឹងឯងជាគ្រូជាអីចឹងណាហើយក៏បានបន្តការសិក្សានៅក្នុងមហាវិទ្យាល័យផ្នែកបង្រៀននឹងរហូតមកអញ្ចឹង Bachelor Degree របស់បងក៏ជាសញ្ញាបត្រផ្នែកបង្រៀនដែរចាហើយមួយទៀតវាតកតងទៅនឹងបើន័យថាជា commitment ជាចន្ទៈរបស់បងនៅក្នុងការដែលអាចថាផ្ទេរចំណេះដឹងភាសារបស់បងដែលបងបានរៀនចេះចាំមកពីហ្នឹងហើយពីសកលពីអីមកហ្នឹងទៅដល់កុមារឬក៏យុវជនរបស់យើងដែលបងគិតថាតែដែលគាត់មានចំណេះជំនាញភាសាបន្ថែមទៀតហ្នឹងវាអាចហ្នឹងហើយវាអាចជួយឲ្យគាត់អាចថាជោគជ័យនៅក្នុងការសិក្សារបស់គាត់បន្តទៅថ្ងៃមុខទៀតឬក៏អាចមានសារៈប្រយោជន៍សម្រាប់គាត់នៅក្នុងបាទថាការងារនៅពេលអនាគតអីចឹងទៅអញ្ចឹងណាទី3គឺតកតងនឹងការដែលបងផ្សារភ្ជាប់ពីចំណេះដឹងដែលយើងបានរៀននៅមហាវិទ្យាល័យហ្នឹងជាមួយនឹងការអនុវត្តជាក់ស្ដែងអញ្ចឹងណាព្រោះបងកន្លងមកបងធ្លាប់ទៅលើគេនិយាយថារៀននៅសាកលមិនចេះដល់ពេលចេញទៅធ្វើការឯណាឯណីនោះវាអត់ត្រូវជំនាញអីចឹងក៏បងព្យាយាមទាញខ្លួនឯងមកវិញអញ្ចឹងពីមុនមកបានថាពីមុនដែលបងបានការងារជាគ្រូបង្រៀនហ្នឹងក៏បងជាបុគ្គលិករបស់ក្រុមហ៊ុនឯកជនមួយដែរអញ្ចឹងណាអញ្ចឹង
ដោយសារតែហ្នឹងហើយដោយសារតែ concept ហ្នឹងដោយសារតែទស្សនៈហ្នឹងហើយដែលទីបងឲ្យត្រឡប់មកក្នុងវិស័យអប់រំវិញអញ្ចឹងណាចាហើយហេតុអីបានជាបងជ្រើសរើសបានថាបងបន្តជាមួយនឹងមុខងារជាអ្នកសម្របសម្រួលផ្នែកគរុកោសល្យហ្នឹងគឺបងគិតថាដោយសារចំណុច3ដែលបានធ្វើឲ្យបងជ្រើសរើសមុខងារហ្នឹងតំណែងហ្នឹងគឺតកតងនឹងយើងថា curiosity របស់យើងមិនថាការចង់ចេះចង់ដឹងបន្ថែមទៀតតកតងនឹង field teaching នៅក្នុងការបង្រៀនហ្នឹងដោយសារដល់ពេលដែលយើងជាគ្រូយើងចេះតែយើងគិតថាយើងនឹងបរៀនហ្នឹងអញ្ចឹងធ្វើមកឲ្យសិស្សយើងបានរៀនចេះដឹងអំពីបានថាមេរៀនដែលយើងបរៀនហ្នឹងប៉ុន្តែយើងអត់ដែលដឹងថាតើយើងបានធ្វើតាមខួនច្បាប់អីយើងអត់ដឹងទេអញ្ចឹងយើងបានថាយើង base ទៅលើអីគេយើងអាច base ទៅលើអីដែលយើងបានឃើញតាមរយៈការដែលលោកគ្រូយើងក៏បរៀនយើងតមកអីចឹងណាចាហើយអាចថាវាបានពីទ្រឹស្ដីដែលយើងរៀននៅសាលាខ្លះអីចឹងទៅឬក៏យើងឃើញអីចឹងទៅអញ្ចឹងណាឃើញគេបរៀនអញ្ចឹងណាអញ្ចឹងអាហ្នឹងជាផ្នែកមួយដែលធ្វើឲ្យបងបន្តជាមួយនឹងផ្នែកគរុកោសល្យហ្នឹងហើយមួយទៀតវាតកតងទៅនឹងការដែលបងចង់ធ្វើឲ្យខ្លួនឯងជំនាញនៃការបង្រៀនរបស់បងហ្នឹងកាន់តែមុតស្រួចជាងនឹងទៀតឬក៏យើងនិយាយឲ្យសាមញ្ញថាឲ្យបកែជាងនឹងទៀតអញ្ចឹងណាចាហើយរឿងទី3គឺតកតងទៅនឹង impact ដោយសារបងគិតថាបើបងជាគ្រូបង្រៀនណាហើយបងក៏បានបង្កើតឲ្យមានimpact ដែរបានន័យថាលទ្ធផលដែរអញ្ចឹងប៉ុន្តែអាចថាលទ្ធផលបានមួយជ្រុងតូចអញ្ចឹងណាអញ្ចឹងដោយសារយើងម្នាក់ឯងយើងមិនអាចបរៀនមនុស្សរាប់ពាន់នាក់ទេមែនទេចាអញ្ចឹងហ្នឹងហើយបើសិនជាយើងអាចជួយគ្រូរបស់យើងណាលោកគ្រូអ្នកគ្រូរបស់យើងឲ្យគាត់មានសមត្ថភាពបកកែនៅក្នុងការបង្រៀនអញ្ចឹងបងគាត់ថាអាហ្នឹងវាគឺជា larger impact ណាវាអាចនឹងផ្ដល់លទ្ធផលបានកាន់តែធំជាងហ្នឹងអញ្ចឹងណាចាហ្នឹងហើយអាចថាជា motivation ដែលធ្វើឲ្យបងបន្ត career នៅក្នុង pedagogy នៅក្នុងផ្នែកគរុកោសល្យហ្នឹងចាអរគុណច្រើនបងអញ្ចឹងខ្ញុំមានសំណួរបន្ទាប់ដើម្បីសួរទៅកាន់បងសុខេណាដែរព្រោះតែវាផ្សារភ្ជាប់នឹងអ្វីដែលបងបានឆ្លើយបាញ់មិញហ្នឹងអញ្ចឹងដឹងថាតើបងជួយឲ្យលោកគ្រូអ្នកគ្រូហ្នឹងគាត់មានសមត្ថភាពលើការបង្រៀនឬក៏លើការគ្រប់គ្រងថ្នាក់ឲ្យល្អប្រសើរជាងមុនហ្នឹងដោយរបៀបដែរអូខេអញ្ចឹងតើតើរឿងហ្នឹងក៏ប៉ិតអានេះបងលើកពីអ្វីដែលយើងបានធ្វើជាក់ស្ដែងនៅកន្លែងការងាររបស់យើងណាអញ្ចឹងយើងមានវិធីសាស្ត្រជាច្រើននៅក្នុងការបានន័យថាជួយឬក៏ផ្ដល់ជាជំនួយទៅដល់លោកគ្រូអ្នកគ្រូរបស់យើងនៅក្នុងយើងមានកម្មវិធីច្បាស់លាស់អញ្ចឹងបងលើកយក4ចំណុចនៅមកចែកចាយអញ្ចឹងទី1គឺតកតងទៅនឹងវគ្គបណ្ដុះបណ្ដាលចាយើងហៅវាថាជា welcome training ហើយ welcome training ហ្នឹងបើថាយើងមានអីគេយើងមាន topic ជាច្រើនយើងមានប្រធានបទជាច្រើនឬក៏ចំណេះដឹងជាច្រើននៅក្នុង welcome training ហ្នឹងដែលផ្ដល់ជូនទៅដល់លោកគ្រូអ្នកគ្រូដែលគាត់បានថាគាត់ទៅតែត្រូវបានជ្រើសរើសចូលមកជាបុគ្គលិកចឹងណាជាបុគ្គលិកថ្មីឬក៏សម្រាប់លោកគ្រូអ្នកគ្រូដែលគាត់ទៅតែជាប់ពីការបង្រៀនពីការរៀនរបស់គាត់ហ្នឹងណាឬគេថាខ្ចីបទពិសោធន៍អីចឹងទៅតែចេញបង្រៀនអីចឹងទៅ1ឆ្នាំ2ឆ្នាំអីចឹងទៅចាអញ្ចឹងហ្នឹងហើយយើងមាន training topic ជាច្រើនបូករួមទាំង classroom management ដែរអញ្ចឹងណាចាព្រោះយើងដឹងថាអាហ្នឹងហើយវាជាចំណុចសំខាន់ដែលឬក៏ជាបញ្ហាដំបូងដែលលោកគ្រូអ្នកគ្រូថ្មីហ្នឹងគាត់ត្រូវដោះស្រាយអញ្ចឹងចាអញ្ចឹងយើងផ្ដល់training ហ្នឹងគឺជា training មួយដែលយើងរៀបចំ concept ដោយខ្លួនឯងឯងបើថាវាផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងឬក៏បញ្ហាជាក់ស្ដែងនៃការឡើងនៅក្នុងថ្នាក់រៀននៅក្នុងសាលារបស់យើងនឹងតែម្ដងអញ្ចឹងណាហើយយើងក៏បានផ្ដល់ជាយោបល់នៅក្នុងនឹងដែរអញ្ចឹងណាហើយបន្ទាប់មកក៏យើងមាន training តាក់ទងទៅនឹងរឿង student engagement ដែលយើងហៅថាតើយើងធ្វើមិនម៉េចដើម្បីឲ្យសិស្សរបស់យើងគាត់ចូលរួមសកម្មនៅក្នុងសកម្មភាពបង្រៀនឬក៏រៀនហ្នឹងអញ្ចឹងណាហើយក៏ដូចជាបណ្ណាផ្ដល់យោបល់ឲ្យ teacher នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អណាយើងថា build rapport ជាមួយនឹងសិស្សហ្នឹងយ៉ាងម៉េចដែរអញ្ចឹងចានៅក្នុង
នៅក្នុងហ្នឹងយើងក៏មានជា annual internal training ដែរហើយ internal training នេះបានន័យថាវាកាត់ឡើងសម្រាប់គ្រូទាំងអស់ ចា៎ មិនមែនតែគ្រូថ្មីទេបានថាគ្រូដែលបម្រើការងារ2ឆ្នាំ3ឆ្នាំ4ឆ្នាំឬក៏10ឆ្នាំនៅទីហ្នឹងក៏គាត់មានឱកាសចូលរួម training នឹងដែរហើយ training ហ្នឹងកាត់ឡើងតាមរយៈការដែលយើងបានធ្វើគេហៅថា TNA ឬក៏ training need analysis ជាប្រចាំឆ្នាំណាអញ្ចឹងពួកគាត់បានថាលោកគ្រូគាត់អាចមានឱកាសក្នុងការផ្ដល់មតិយោបល់ឬក៏បានថា suggest មកយើងវិញថាតើគាត់ត្រូវការដឹងអំពី teaching concept អីទៀតអញ្ចឹងណាគាត់ចង់ដឹងអីបន្ថែមទៀតអញ្ចឹងខាង pedagogy unit របស់យើងមកណាខាងផ្នែកគ្រូកោសល្យរបស់យើងនឹងរៀបចំ training ហ្នឹងដល់ជូនពួកគាត់អញ្ចឹងណា ចា៎ ចាហើយទី3អានេះវាជាផ្នែកមួយដែលសំខាន់ដែរគឺតកតងទៅនឹងការត្រួតពិនិត្យទៅលើគុណភាពនៃការបង្រៀនអញ្ចឹងដើម្បីត្រួតពិនិត្យទៅលើគុណភាពនៃការបង្រៀនយើងបានរៀបចំជាផែនការដែលយើងហៅថា supervisory plan ប្រចាំឆ្នាំហ្នឹងមកផែនការត្រួតពិនិត្យប្រចាំឆ្នាំដែលធ្វើឡើងតាមរយៈការដែលយើងចុះទៅមើលចាត្រួតពិនិត្យការបង្រៀនរបស់ teacher ជាប្រចាំអាចថាក្នុងមួយឆ្នាំ2ទៅ3ដងអីចឹងទៅហើយក៏ដូចជាបានថាកិច្ចការទាំងអស់ហ្នឹងគឺគោលបំណងហ្នឹងបានថាមិនមែនដើម្បីដាក់សម្ពាធលោកគ្រូអ្នកគ្រូទេប៉ុន្តែវាជាការដែលទៅជួយគាត់អញ្ចឹងទៅជួយគាត់ដើម្បីគាត់មើលឃើញអំពីចឹងថាលទ្ធផលល្អនៃការដែលគាត់បានអនុវត្តនៅក្នុងថ្នាក់រៀនរបស់គាត់ឬក៏ចំណុចអាចថាចំណុចដែលគាត់ត្រូវអភិវឌ្ឍហ្នឹងអភិវឌ្ឍបន្ថែមទៀតអីចឹងណាចាហើយនៅក្នុងហ្នឹងបន្ទាប់ពីយើងបានលទ្ធផលហ្នឹងហើយសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់នៅតែមានបញ្ហាជាមួយនឹងការបង្រៀនហើយមានចំណុចខ្វះខាតច្រើនហ្នឹងយើងដែលជាអ្នកសម្រាប់គ្រូកោសល្យហ្នឹងត្រូវជួយគាត់បន្ថែមទៀតត្រូវមានផែនការជាមួយគាត់បន្ថែមទៀតអញ្ចឹងណាយើងធ្វើការចោះបញ្ចាំងមួយគាត់ថាគាត់ត្រូវការអីបន្ថែមទៀតហើយយើងនឹងត្រូវជួយគាត់បន្តហើយក៏មានផែនការគេហៅថា co teaching ចាបើថាទៅបង្រៀនជាមួយគាត់តែម្ដងចាហ្នឹងហើយអាចពួកខ្ញុំហ្នឹងហើយអាចថាចំណាយពេលធ្វើការពេញម៉ោងផងហើយក៏ទៅបង្រៀនជាមួយគាត់ដែរអាចថាហ្នឹងហើយមួយសប្តាហ៍អាចមាន2ម៉ោង3ម៉ោងអីទៅតាមហ្នឹងហើយពេលវេលាដែលយើងអាចធ្វើទៅបានហើយថ្មីនេះក៏យើងមានយើងទៅតែអភិវឌ្ឍក្របខ័ណ្ឌមួយដែលយើងហៅថា framework ណាយើងហៅថា teacher professional standard ឬក៏ហៅកាត់ថា TVS អញ្ចឹងវាគឺជាក្របខ័ណ្ឌមួយឬក៏ជាឯកសារសំខាន់មួយដែរដែលយើងបានប្រើប្រាស់វាជាឯកសារយោងសម្រាប់ឲ្យលោកគ្រូអ្នកគ្រូគាត់បានយកវាទៅបានថាទៅឆ្លុះបញ្ចាំងចាហើយទៅអាចថាប្រើវាដើម្បីមើលឃើញអំពីការអភិវឌ្ឍឬការលូតលាស់ផ្នែកការបង្រៀនរបស់គាត់យើងហៅថា professional knowledge professional practice ហើយនិង engagement របស់គាត់ហ្នឹងចាអញ្ចឹងអាហ្នឹងហើយទាំងអស់ហ្នឹងគឺជាអីដែលយើងបានធ្វើធំដើម្បីជួយ support លោកគ្រូអ្នកគ្រូរបស់យើងចាអរគុណ That's true. Actually, what she has mentioned earlier is all the things that we work closely with the teacher. But this one area, because from what we share, I would say it's more like the process of how we work together with the teacher. But at the same time, we also take a look at the areas how the teacher can also have their own, freedoms or creativity of, learning. Let's just go back to one keyword that she mentioned is the engagement in the professional setting. Like, let's say how the teacher can extend themselves to participate in, I would say, in other like forum, workshop, to learn more about teaching strategy, what could work well in their own classroom. So here we also not really in a monitoring system, but in a way that we encourage them to explore more outside, and then what they could bring inside their own classroom. So that area, I would say, it's not really easy at the same time because we have different way of learning, but we keep encouraging our teachers to finding different perspective, especially in the teaching practices. And also how they could develop in terms of their own pedagogical skills.
ចាខ្ញុំស្ដាប់ទៅអ្វីដែលធីតាហើយនៅបងសុខណាបានលើកឡើងវាបង្ហាញអំពីយុទ្ធសាស្ត្រដែលជាក់លាក់មួយក្នុងការជួយលោកគ្រូអ្នកគ្រូហើយជាពិសេសខ្ញុំចាប់អារម្មណ៍ទៅលើពាក្យថាស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនយើងនិយាយមិញ teacher professional standard ខ្ញុំគិតថាប្រហែលជានៅក្រសួងអប់រំយើងក៏មានមិនប្រហែលទេមានតែម្ដងមានតែតងជាមួយនឹងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនប៉ុន្តែនៅតាមស្ថាប័នឯកជនភាគច្រើនគិតថាអត់ទាន់មានអាហ្នឹងច្រើនទេហេតុអីបានជាយើងមានគំនិតថាចង់មាន teacher professional standard នៅស្ថាប័នដែលយើងកំពុងធ្វើរាល់ថ្ងៃហ្នឹងអូខេ teacher អូខេខ្ញុំគិតថាក៏ប៉ុន្តែតកតងនឹង TPS បើសិនជាពីខ្ញុំសុំតែជាខ្មែរវិញតែថាពួកបងនិយាយខ្មែរវិញទៅដើម្បីឲ្យវារលូនជាមួយគ្នាទី1ពេលដែលខ្ញុំដោយសារតែពេលដែលខ្ញុំចូលទៅក្នុងផ្នែកគរុកោសល្យខ្ញុំក៏ចេញពីផ្នែក teacher នៅក្រោមការដឹកនាំរបស់ផ្នែកគរុកោសល្យមកគ្នាដូចគ្នាអញ្ចឹងទី1វាអាចជាសម្ពាធដោយសារតែយើងឮថាវា standard ចា៎គេថា standard មានថាយើងអាចនឹងមានការរំពឹងទុកមួយចំនួនប៉ុន្តែខ្ញុំគិតថាគេហៅថា framework មួយហ្នឹងនៅពេលដែលយើងដាក់វាអនុវត្តជាមួយនឹងលោកគ្រូអ្នកគ្រូវាមិនមែនន័យថាយើងធ្វើនឹងដើម្បីនេះទេដាក់សម្ពាធឲ្យគាត់មានអារម្មណ៍ថាអូមានការងារច្រើនមានគេចុះតាមដានចុះពិនិត្យប៉ុន្តែយើងចង់ពង្រឹងទៅលើគុណភាពថាតើលោកគ្រូអ្នកគ្រូរបស់យើងគាត់អាចការបង្រៀនរបស់គាត់មានតែយើងឆ្លុះបញ្ចាំងទៅលើការបង្រៀនរបស់គាត់ថាតើគាត់នៅក្នុងផ្នែកមួយហ្នឹងតើគាត់គ្រប់គ្រាន់ឬនៅតើមានផ្នែកមួយណាដែលគាត់ត្រូវការពង្រឹងបន្ថែមអញ្ចឹងarea ទាំងអស់ហ្នឹងឯងដែលយើងអាចយកមកមើលថាតើguideline មួយហ្នឹងដែលយើងផ្ដល់ជូនឲ្យគាត់អាចធ្វើបានប៉ុណ្ណាអញ្ចឹងព្រោះអីបើសិនជាផ្នែកគរុកោសល្យទៅផ្ដល់មតិយោបល់ណាមួយគាត់អាចនឹងមានសំណួរជាច្រើនសួរយើងថាតើយើងចេះតែពំនាំអានឹងមកពីណាពីណីអញ្ចឹងវាអត់មានអីច្បាស់លាស់ទេចាអូខេក៏ប៉ុន្តែអីដែល teacher sister បានលើកឡើងវិញមិញតើតើនឹង TPS ដែលថាតាមក្រសួងក៏មានដែរណាក៏ប៉ុន្តែបើថាយើង develop ឯកសាររបស់យើងណាបើថាយើងរៀបចំឯកសាររបស់យើងហ្នឹងក៏ base តាមឯកសាររបស់ក្រសួងដែរហើយនឹងឯកសារអន្តរជាតិមួយចំនួនអញ្ចឹងណាអញ្ចឹងតើតើនឹងហ្នឹងហើយការដែលយើងបង្កើតឲ្យមាន framework នេះកើតឡើងគឺដូចអីដែលធីតាក៏បានលើកឡើងអញ្ចឹងគឺយើងគិតទៅដល់ការពង្រឹងគុណភាពនៃការបង្រៀននិងការអភិវឌ្ឍសមត្ថភាពរបស់លោកគ្រូអ្នកគ្រូរបស់យើងអញ្ចឹងណាដោយសារនៅក្នុងឯកសារ teacher standard របស់យើងហ្នឹងគេបានបែងចែកយ៉ាងច្បាស់អំពីគេហៅ stage teaching stage របស់លោកគ្រូអ្នកគ្រូឬក៏យើងហៅថាសមត្ថភាពក្នុងការបង្រៀនណាអញ្ចឹងគាត់អាចមានបានថាតើលោកគ្រូអ្នកគ្រូរបស់យើងហ្នឹងគាត់មានសមត្ថភាពនៅក្នុងការបង្រៀនរបស់គាត់ហ្នឹងនៅក្នុងកម្រិតណាមួយអញ្ចឹងណាប៉ុន្តែបើយើងនិយាយអំពីការអភិវឌ្ឍប្រកបណាស់យើងចាប់ផ្ដើមពីផ្នែកទី1ទៅហើយណាពី stage ទី1ទៅហើយអញ្ចឹងតើដើម្បីអាចអភិវឌ្ឍគ្រូរបស់យើងឲ្យមានគុណភាពឬក៏អាចយើងនិយាយថាបង្រៀនឲ្យមានប្រសិទ្ធភាពតើយើងត្រូវចាប់ផ្ដើមពីណាទៅអញ្ចឹងណាចាអញ្ចឹងហើយបានយើងមានគំនិតថាយើងបង្កើតអានឹងទៅបើថាវាមាន benchmark មួយច្បាស់លាស់ដើម្បីឲ្យយើងអីគេ follow ធ្វើតាម right ហើយនឹងយកវាមកត្រួតពិនិត្យចានិយាយជាឯកសារយោងនៅក្នុងការត្រួតពិនិត្យចាឯកសារយោងចាខ្ញុំជឿចិត្តពីឯកសារយោងស្ដាប់ទៅខ្ញុំអាចយល់ពីកិច្ចការអ្វីដែលធីតាហើយនឹងបងកំពុងតែធ្វើខ្ញុំថាមាន teacher professional standard នេះគឺល្អមែនទែនពីព្រោះថាវាសំខាន់សម្រាប់លោកគ្រូអ្នកគ្រូដែលគាត់ដឹងថាសមត្ថភាពគាត់មាននៅក្នុងកម្រិតណាគាត់ខ្វះខាតអីហើយគាត់ត្រូវពង្រឹងខ្លួនឯងហ្នឹងទៅលើចំណុចណាខ្លះទៀតពីព្រោះថាពេលខ្លះយើងបង្រៀនច្រើនឆ្នាំហ្នឹងតែយើងអត់ទទួលបានផ្នែកណាមួយដែលគេមកប្រាប់យើងថាអូខេខ្ញុំត្រូវរៀននេះបន្ថែមទៀតត្រូវធ្វើនេះបន្ថែមទៀតហើយខ្ញុំគិតថាកន្លែងនេះគឺល្អខ្លាំងមែនទែនខ្ញុំជូនពរឲ្យជោគជ័យទៅលើអូខេហ្នឹងការដាក់បញ្ចូលនៅស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀននៅក្នុងសាលាអរគុណ sister អញ្ចឹងខ្ញុំមានសំណួរបន្តទៀត
ហើយសំណួរនេះខ្ញុំក៏ចង់សួរទៅកាន់បងសុខេណាណាបងតាណាបងសុខេណាគាត់គាត់រៀងចាស់តុងជាងអញ្ចឹងណានិយាយលេងមានសុខសមត្ថភាពដូចគ្នាអូខេអញ្ចឹងសំណួរបន្តទៀតដែលខ្ញុំចង់សួរទៅកាន់បងសុខេណាហ្នឹងជាទស្សនៈផ្ទាល់របស់បងតែម្ដងតើសមត្ថភាពអ្វីដែលយើងគួរតែមានណាដើម្បីឲ្យយើងហ្នឹងខ្លាយទៅជាអ្នកសម្រាប់សម្រួលគរុកោសលដ៏ល្អម្នាក់អូខេអាហ្នឹងវាជាមតិយោបល់របស់បងឯងអញ្ចឹងណាបើសិនបើយើងឆែកឯកសារអីផ្សេងគេបង្ហាញអស់ហើយអញ្ចឹងណាតែបើសម្រាប់បងនៅពេលដែលបងធ្វើការងារនៅក្នុង role ហ្នឹងនៅក្នុងតួនាទីហ្នឹងណាអញ្ចឹងអីដែលបងត្រូវដឹងឲ្យច្បាស់លាស់ហ្នឹងគឺបានន័យថា job responsibility របស់បងនឹងឯងអញ្ចឹងតើនឹងឲ្យបងមានទំនួលខុសត្រូវទៅលើអីគេខ្លះអញ្ចឹងហើយនឹងអាចថា scope នៅក្នុងការសម្រេចចិត្តអញ្ចឹងណាពីព្រោះការងាររបស់បងនោះវាអាចនឹងបានថាវាអាចនឹងពាក់ព័ន្ធជាមួយនឹងខាង management team ដែរខាងផ្នែកអ្នកគ្រប់គ្រងឲ្យដែរអញ្ចឹងណាអញ្ចឹងបើសិនតែយើងអត់ស្គាល់ពី scope នៃការងាររបស់យើងទំហំនៃការងាររបស់យើងនឹងទេវាអាចនឹងអីគេវាអាចនឹងធ្វើឲ្យមាន miscommunication កើតឡើងការផន់ច្រឡំពីព្រោះក្នុងទូនទីរបស់បងក៏ត្រូវតែអីគេត្រូវបានន័យថាទំនាក់ទំនងទៅខាង teacher ដែរបានតែផ្ដល់ជាអីគេជាព័ត៌មានមតិយោបល់ចាទៅកាន់លោកគ្រូអ្នកគ្រូដែរអញ្ចឹងណាចាហើយរឿងទី2ហ្នឹងនិយាយពីថាសមត្ថភាពយើងត្រូវតែមានសមត្ថភាពហើយតកតងរឿង pedagogy អីហ្នឹងតកតងនឹងផ្នែកគរុកោសលកម្មរៀននិយាយថាកម្មរៀនតាប៉ុន្តែរឿងមួយដែលសំខាន់ហ្នឹងគឺយើងត្រូវតែឲ្យច្បាស់លាស់ថាយើងគឺជា lifelong learner ចាបណ្ណាជាអ្នកដែលរៀនចារៀនវាយរៀនលុបថ្ងៃរៀនរត់ខ្សែហ្នឹងហើយបានថារៀនឥតឈប់ឥតឈរណាចាព្រោះយើងដឹងហើយថាយើងជាអីគេយើងជា teacher trainer យើងជាអ្នកដែលបង្រៀនលោកគ្រូអ្នកគ្រូអញ្ចឹងយើងត្រូវតាមឲ្យទាន់ទៅនឹងបរិបទនៅក្នុងវិស័យអប់រំដែលកើតឡើងថ្មីហ្នឹងអញ្ចឹងដោយសារយើងមានតួនាទីនៅក្នុងការជួយគាត់ហើយចែករំលែកចំណេះដឹងហ្នឹងទៅដល់លោកគ្រូអ្នកគ្រូដើម្បីឲ្យគាត់យកមកប្រើនៅក្នុងថ្នាក់រៀនហើយជួយដល់សិស្សឲ្យរៀនកាន់តែមានប្រសិទ្ធភាពបណ្ណាលទ្ធផលនៃការរៀនសូត្ររបស់សិស្សយើងហ្នឹងកាន់តែមានប្រសិទ្ធភាពចាហើយទី3គឺបានន័យថាតកតងនឹង communication skill បងអាចនិយាយបានថាអានេះវាទាមទារច្រើនមែនទែនតែយើងត្រូវតែមានcommunication skill ហ្នឹងល្អពីព្រោះអាចនិយាយថាយើងត្រូវតំណែងច្រើនមែនទែនជាមួយលោកគ្រូអ្នកគ្រូជាពិសេសនៅពេលដែលយើងត្រូវជួបជាមួយគាត់បានថាជួយគាត់នៅក្នុងការឆ្លុះបញ្ចាំងទៅលើការរៀនរបស់គាត់ហ្នឹងហើយនឹងក៏ដូចជាផ្ដល់មតិយោបល់ត្រឡប់ទៅគាត់វិញអញ្ចឹងតើយើងអាចនិយាយបែបណាបានថា communicate បែបណាគាត់មើលឃើញថាយើងពិតជាផ្ដល់យោបល់ហ្នឹងដោយស្មោះត្រង់ដោយការយកចិត្តទុកដាក់ដោយការខ្វាយខ្វល់អញ្ចឹងណាមិនជាការដាក់សម្ពាធអញ្ចឹងណាបានថាតើធ្វើម៉េចអាការផ្ដល់មតិយោបល់របស់យើងហ្នឹងវា healthy វា healthy សម្រាប់គាត់អញ្ចឹងមិនមែនជាការបន្ទោសប្រអាប់អីចឹងទេចាហើយនៅក្នុងហ្នឹងក៏បានថានៅក្នុង communication ហ្នឹងក៏វាទាមទារឲ្យយើងជាអ្នកដែលI can good at listening attentive listener ណាចាគឺជាការស្ដាប់ណាភាគច្រើនយើងស្ដាប់សិនពេលដែលយើងជួបលោកគ្រូអ្នកគ្រូចាអ្នកស្ដាប់ចា face to face ហ្នឹងចាស្ដាប់ដល់សកម្មចាស្ដាប់ដោយអត់ធ្មត់ចាពួកចាសកម្មឲ្យអត់ធ្មត់បាទណាស្ដាប់ហ្នឹងមិនមែនគាត់តែប៉ុណ្្នឹងទេបាទណាគាត់មិនមែន pretend ទេបាទណាស្ដាប់ហើយគឺយើង take note ចាហើយអត់ធ្មត់ហើយចង់និយាយថាយើង withhold អា judgment របស់យើងបានហើយយើងអត់ទាន់ធ្វើការវិនិច្ឆ័យតែគាត់មិនទេអញ្ចឹងណាបើយើងស្ដាប់ដោយយកចិត្តទុកដាក់ដោយមានការយល់ពីអារម្មណ៍របស់គាត់ពី perspective របស់គាត់ពីការគិតរបស់គាត់ហ្នឹងចាអញ្ចឹងសម្រាប់បងមើលឃើញ3ចំណុចធំហ្នឹងដែលវាសំខាន់ណាក្នុងនាមជាអ្នកសម្របសម្រួលផ្នែកគរុកោសលដែលមានតួនាទីនៅក្នុងការជួយលោកគ្រូអ្នកគ្រូ build
ទៅលើ teaching knowledge skill របស់គាត់អីហ្នឹងចា ចា ចា ចាចុះទីណាមានអី សម្រាប់ខ្ញុំមើលឃើញពីចំណុចខ្ញុំថាបងឃើញថាគាត់និយាយច្រើនដោយសារតែទូនាទីមួយហ្នឹងអត់ងាយស្រួលទេដោយសារយើងធ្វើការជាមួយនឹងលោកគ្រូអ្នកគ្រូហើយធម្មតាពេលដែលយើងធ្វើជាអ្នកអប់រំយើងតែមានទស្សនវិស័យខុសគ្នាអញ្ចឹងជាបុគ្គលម្នាក់នៅក្នុងគ្រូកសលយើងធ្វើម៉េចឲ្យការងារដែលយើងធ្វើជាមួយនឹងលោកគ្រូអ្នកគ្រូហ្នឹងវារលូនទៅជាមួយគ្នាយើងមានកោដៅទៅមួយអញ្ចឹងសម្រាប់ខ្ញុំពីចំណុចដែលខ្ញុំបានset យើងដាក់កោដៅមកខ្លួនឯងអញ្ចឹងណាគឺទីមួយគឺទៅលើការស្ដាប់មានន័យថាដូចគាត់និយាយអញ្ចឹងថាពេលដែលយើងបដលបើតែជាបងអីមួយពេលខ្លះវាអត់ត្រឹមត្រូវជាមួយនឹងស្ថានភាពដែលគាត់ជួបអញ្ចឹងការស្ដាប់គឺជាវិធីសាស្ត្រមួយដែលធ្វើឲ្យខ្ញុំមើលឃើញអំពីបញ្ហាផ្ទាល់ដែលគាត់ជួបហ្មងអញ្ចឹងថាមានដំណោះស្រាយអីគេដែលវាដាក់ទៅត្រូវហើយគាត់ក៏មានអារម្មណ៍ថាវាជួយសម្រួលដល់គាត់ដែរអញ្ចឹងការស្ដាប់ហ្នឹងដូចបងនិយាយមែនចឹងការស្ដាប់ដោយយកចិត្តទុកដាក់ដោយភាពអត់ធ្មត់ដូចគ្នាព្រោះអីយើងគិតម្នាក់សិតតែមានអីដែលចង់និយាយអីទៅអត់អញ្ចឹងពេលខ្លះចំណុចមួយហ្នឹងគឺខ្ញុំត្រូវរក្សាវារហូតហើយមួយទៀតគឺទៅលើភាពបត់បែនដោយសារតែដូចគាត់លើកឡើងអញ្ចឹងយើងធ្វើការជាមួយនឹងបុគ្គលច្រើនអញ្ចឹងបុគ្គលខ្លះចេញពីផ្នែកគ្រប់គ្រងបុគ្គលខ្លះចេញមកពីផ្នែកលោកគ្រូអ្នកគ្រូអញ្ចឹងយើងធ្វើម៉េចភាពបត់បែនរបស់យើងគឺសម្រាប់បានទាំងពីរអាចឆ្លើយតបទៅនឹងផ្នែកគ្រប់គ្រងក៏ហើយក៏ឆ្លើយតបទៅការអ្វីដែលលោកគ្រូអ្នកគ្រូត្រូវការដែរអញ្ចឹងភាពបត់បែនហ្នឹងគឺទាមទារឲ្យយើងមានចំណុចខ្លាំងនៅខ្លួនឯងដូចគ្នាគឺតាមសុខភាពផ្លូវចិត្តផ្លូវកាយរបស់យើងអញ្ចឹងសម្រាប់ខ្ញុំភាពបបែនគឺជាអីដែលអាចជួយឲ្យខ្ញុំខ្លួនឯងដើរតួនាទីនេះបានចាទោះបីជាខ្ញុំមកដល់ពេលនេះបានកន្លះឆ្នាំអញ្ចឹងនៅមានរឿងច្រើនទៀតដែលខ្ញុំសិក្សាស្វែងយល់បន្ថែមទៅលើថាតើមានអីលើសពីហ្នឹងដោយសារតែយើងជួយលោកគ្រូអ្នកគ្រូឲ្យគាត់ខ្លាចទៅជាអ្នកអប់រំម្នាក់ដែលមានគុណភាពអញ្ចឹងចាពាក្យថាគុណភាពយើងក៏សំដៅមកខ្លួនឯងដែរថាតើយើងមានគុណភាពអីខ្លះបានហើយបានយើងអាចផ្ដល់ទៅឲ្យគេបន្ថែមអញ្ចឹងភាពជាអ្នកដឹកនាំក៏ចាប់ដើមមកតាមខុសដូចគ្នាពីបុគ្គលតែគាត់នៅក្នុងផ្នែកគរុកសលអញ្ចឹងមានថាភាពដឹកនាំហ្នឹងក៏យើងចង់ឲ្យលោកគ្រូអ្នកគ្រូមានដូចគ្នាអញ្ចឹងយើងធ្វើការហ្នឹងគឺយើងព្យាយាមផ្សព្វផ្សាយចំណុចទាំងអស់ហ្នឹងចាជាអ្នកផ្សព្វផ្សាយណាចាអញ្ចឹងខ្ញុំចង់ផ្សារភ្ជាប់ជាមួយនឹងពាក្យគុណភាពហ្នឹងបន្តិចណាពីព្រោះថាមានរឿងមួយចំនួនពេលដែលលោកគ្រូអ្នកគ្រូគាត់ចេញផុតពីសាលាទៅអញ្ចឹងទៅគាត់អាចទទួលរងសម្ពាធដែរខ្ញុំឃើញពីច្រើននៅលើ social media លើបណ្ដាញសង្គមណាថាលោកគ្រូអ្នកគ្រូគាត់អាចធ្វើនេះគាត់អាចធ្វើនោះគាត់អាចធ្វើអញ្ចឹងព្រោះគាត់ជាគ្រូបង្រៀនគាត់ត្រូវតែបែបនេះអញ្ចឹងទៅតែអញ្ចឹងខ្ញុំចង់សួរត្រឡប់មកវិញថាក្នុងនាមយើងជាអ្នកសម្របសម្រួលកម្មវិធីគរុកុសលហ្នឹងថាយើងជួបរឿងទាំងអស់ហ្នឹងដូចជាលោកគ្រូអ្នកគ្រូដែរទេឬក៏យើងធ្ងន់ធ្ងរជាងហ្នឹងទៀតអូខេធ្ងន់ធ្ងរចាអូខេទីដែរចាយមុនតែដោយសារជាពេលខ្លះដូចចំពោះខ្ញុំឥឡូវអញ្ចឹងខ្ញុំឲ្យឱកាសខ្លួនឯងក្នុងការដើររកខ្លួនឯងអញ្ចឹងបើកាលណាមានបុគ្គលជាច្រើនទៀតនៅខាងក្រៅគាត់អាចនឹងកំពុងតែមានការកើតបែបនឹងដូចគ្នាថាឥឡូវអ្វីដែលគាត់កំពុងធ្វើឥឡូវហ្នឹងវាជាអ្វីដែលគាត់ត្រូវការអត់សម្រាប់អនាគតដូចគ្នាអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯងខ្ញុំអត់និយាយថាតើពិតជាចេញទៅក្រៅអាចធ្វើអីផ្សេងបានអញ្ចឹងខ្ញុំគិតថាទីមួយគឺយើងស្គាល់ខ្លួនឯងច្បាស់ក៏ពិតសាច់រឿងរបស់បងធីណាបានជំរុញលើកទឹកចិត្តច្រើនមែនតើគាត់និយាយថាគេពេលដែលគាត់ទទួលបានទូនាទីហ្នឹងគាត់ដឹងថាខ្លួនឯងជាអ្នកអប់រំអញ្ចឹងអាហ្នឹងដូចគ្នាពេលដែលយើងធ្វើទៅលើអីមួយខ្ញុំក៏ reflect ដែរថាតើការងារហ្នឹងវា reflect មក
វាឆ្លុះបញ្ចាំងមកទស្សនវិស័យរបស់យើងជាបុគ្គលខ្លួនឯងនឹងអត់វាជាខ្សែជីវិតមានថាជីវិតប្រចាំថ្ងៃដែលយើងចង់បានអត់អញ្ចឹងគឺតែអស់ហ្នឹងសុទ្ធតែបូកបញ្ចូលឲ្យយើងចាប់បានគិតថាវាជាអីដែលយើងចង់បានអត់អញ្ចឹងបើសិនជាដល់ចំណុចមួយដែលយើងមានអារម្មណ៍ថាអត់ទេមានអីច្រើនទៀតដែលខ្ញុំចង់ស្វែងរកស្វែងយល់ហើយយើងនៅមានឱកាសហ្នឹងអញ្ចឹងមកខ្ញុំគិតថាអ្នកដែលគាត់ចេញពីថាឥឡូវហ្នឹងលោកគ្រូខ្ញុំគាត់ចេញអញ្ចឹងគាត់ទៅក្រៅទៅខ្ញុំគិតថាពីច្រើនគឺគាត់រកខ្លួនឯងឃើញចាអត់ពួកអីខ្ញុំគិតថាបទពិសោធន៍ដែលយើងមានហងៃឬក៏ពីដើមមកដែលយើងមានហ្នឹងសិតតែជួយជំរុញឲ្យយើងខ្លាចជាបុគ្គលម្នាក់ដែលយើងជាខ្លួនឯងហ្នឹងអញ្ចឹងប្រកាសណាស់បើសិនជាខ្ញុំខ្លួនឯងចឹងបើថាខ្ញុំត្រូវ move អីចឹងទៅខ្ញុំនៅតែមើលឃើញអត្តសញ្ញាណខ្លួនឯងថាខ្ញុំនៅក្នុងផ្នែកអប់រំតែយើងអត់កំណត់ថាត្រូវទៅជាគ្រូជាអីទេប៉ុន្តែចុះបើធ្វើជាអ្នកស្រាវជ្រាវអីចឹងទៅប៉ុន្តែខ្ញុំវិស័យហ្នឹងចឹងអាហ្នឹងវាជាអត្តសញ្ញាណរបស់យើងហើយអីចឹងខ្ញុំគិតថាបើសិនជាបុគ្គលហ្នឹងគាត់មានអត្តសញ្ញាណខ្លួនឯងទោះបីតែដល់ណាក៏ភ្លើងទៀនមួយហ្នឹងអត់អត់លត់ទេនៅភ្លឺរហូតចាចឹងសម្រាប់ទីដើមហ្មងតែប៉ុន្តែក្នុងនាមយើងជាអ្នកសម្រាប់ជំរុញគរុកសលទេដែលអត់យល់ឃើញថាមានសម្ពាធអីពីព្រោះវាជាអ្វីមួយដែលយើងស្រឡាញ់អ្វីមួយដែលយើងកំពុងតែស្វែងយល់អំពីខ្លួនឯងហើយអ្វីដែលយើងធ្វើរាល់ថ្ងៃហ្នឹងគឺវាបង្ហាញអំពីអត្តសញ្ញាណរបស់យើងដូចយើងជិះម៉ូតូជិះឡាននេះវាស្លាកលេខអញ្ចឹងដល់ណាក៏វាស្លាកលេខហ្នឹងដែរនៅរីករាយនៅឡើយឬក៏នៅតែរីករាយជាងតែសំណួរល្អទេអូខេនៅរៀននៅឡើយអូខេចេះដោយសារបងរៀនយូរជាងធីតាអញ្ចឹងណាដំបងនៅរៀននៅចង់ថាអូ explore ច្រើន excited នៅរំភើបជាមួយនឹងតំណែងងារថ្មីអីចឹងណាអូខេអញ្ចឹងមិញយើងនិយាយថាតកតងទៅនឹងបញ្ហាប្រឈមណានៅក្នុងការងារជាអ្នកសម្រាប់គ្រូកុសលណាហ្នឹងហើយអញ្ចឹងជាក់ស្ដែងយើងមានមែនហើយមួយចំណុចកន្លងមកដែលវាធ្វើឲ្យអាចថាយើងពិបាកអញ្ចឹងយើងពិបាកមែនទេហ្នឹងគឺតកតងរឿងលោកគ្រូអ្នកគ្រូរបស់យើងដែលគាត់មានបទពិសោធន៍បង្រៀនជាយូរឆ្នាំហើយគាត់អាចថាគាត់ resistant បាទគាត់មិនថាគាត់បដិសេធហ្មងប៉ុន្តែគាត់មិនព្រមអញ្ចឹងណាគាត់មិនយល់ស្របជាមួយយើងនៅក្នុងការធ្វើការផ្លាស់ប្ដូរតែបើនិយាយកន្លែងផ្លាស់ប្ដូរនេះមិនផ្លាស់ប្ដូរគឺផ្លាស់ប្ដូរការអនុវត្តនៅក្នុងការបង្រៀនរបស់គាត់អញ្ចឹងណាចាដោយសារអីដោយសារតែគាត់គាត់បរៀន4-20ឆ្នាំរបស់គាត់ហ្នឹងគឺគាត់អាចថាគាត់សំជាមួយនឹងវិធីសាស្ត្រដែលគាត់ប្រើកន្លងមកហើយអញ្ចឹងណាជាមួយនឹងគេហៅជំនឿរបស់គាត់ឬការគិតរបស់គាត់ណាហើយអាចថាមកពីគាត់មានអ្វីចង់និយាយថាសម្ភារៈរបស់គាត់ដែលគាត់មានកន្លងមកដែលគាត់សន្សំបានពីការបង្រៀនរបស់គាត់ហ្នឹងគាត់មានស្រាប់មកហើយអញ្ចឹងគាត់អាចនឹងពិបាកនៅក្នុងការទៅបង្កើតថ្មីទៀតបង្កើតថ្មីទៀតអីចឹងទៅចាអញ្ចឹងកន្លែងជាចំណុចដែលធ្វើយើងពិបាកបន្តិចចាស់ណាព្រោះយើងនៅតែមានសង្ឃឹមថាយើងនឹងអាចធ្វើបាននៅថ្ងៃណាមួយអញ្ចឹងណានៅក្នុងការដែលជួយឲ្យ teacher របស់យើងមើលឃើញថាអូក្រៅតែពីការបង្រៀនបែបហ្នឹងយើងមានវិធីសាស្ត្របង្រៀនបែបផ្សេងទៀតដែលយើងអាចយកមកប្រើប្រាស់នៅក្នុងថ្នាក់រៀនជាមួយនឹងកូនសិស្សរបស់យើងដើម្បីឲ្យធ្វើឲ្យពួកគាត់ហ្នឹងនៅទទួលបានលទ្ធផលในការសិក្សាល្អអីចឹងទៅមានគុណភាពអីចឹងទៅអញ្ចឹងណាចាហ្នឹងហើយតាមដែលខ្ញុំស្ដាប់ទៅខ្ញុំគិតថានេះវាជាការដែលយើងអត់ទាន់យល់គ្នាបើសិនជាឧបសគ្គណាក៏ពិតបើស្ដាប់ទៅក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធីគ្រូកុសលមិនមែនយើងទៅផ្លាស់ប្ដូរលោកគ្រូអ្នកគ្រូទៅផ្លាស់ប្ដូរការគិតពួកគាត់ទេគាត់តែចង់ឲ្យគាត់បត់បែនទៅតាមរបត់ថ្មីនៃសង្គមទៅតាមតម្រូវការជាក់ស្ដែងសិស្សដែលគាត់រៀនបច្ចុប្បន្នពីព្រោះថាសិស្សរៀនបច្ចុប្បន្នហើយនឹងសិស្សដែលរៀននៅឆ្នាំយូរហើយហ្នឹងគឺមានការគិតខុសគ្នារបៀបនៃការរស់នៅខុសគ្នាអញ្ចឹងហើយចង់អ្វីដែលយើងធ្លាប់ធ្វើពីមុនហ្នឹងគឺវាអាចធ្វើបានទៀតទេចាហ្នឹងហើយគ្រាន់តែជាការយល់ខុសតិចណាតែខ្ញុំគិតថាប្រកាសជាអាចធ្វើបានទៅថ្ងៃក្រោយខ្ញុំជឿជាក់លើ
បងសុខេណា ធីតាដែរចាអញ្ចឹងសំណួរបន្ទាប់ទៀតហ្នឹងដែលខ្ញុំចង់សួរពីព្រោះយើងស្ដាប់មិញថាយើងមានឧបសគ្គយើងធម្មតាការងារវាអាចរលូន 100% ទេ ចា ហើយអញ្ចឹងខ្ញុំចង់សួរទៅធីតាដែរពីព្រោះថាធីតាទៅតែចាប់ផ្ដើមចាមកតំណែងនឹងទេអញ្ចឹងចង់ដឹងថាធីតាធ្វើម៉េចដើម្បីអាចឲ្យខ្លួនឯងជំនះនៅឧបសគ្គឬក៏បញ្ហាផ្សេងៗដែលយើងជួបនៅក្នុងជីវិតការងាររបស់យើងចា វិធីសាស្ត្រ ចាខ្ញុំមានវិធីសាស្ត្រយ៉ាងម៉េចដើម្បីមើលថែទៅចិត្តផ្លូវការរបស់យើង ចាក៏ពិតដូចគាត់លើកឡើងដែរដោយសារតែយើងមានលោកគ្រូអ្នកគ្រូដែលគាត់មានបទពិសោធន៍ ចា ការបរិញ្ញាបត្រប៉ុន្តែដូចយើងនិយាយចឹងពីមួយឆ្នាំទៅមួយឆ្នាំវិធីសាស្ត្រហ្នឹងគឺប្រែប្រួលរហូតយើងមិនអាចកំណត់ថាការឲ្យគុណឧទាហរណ៍ថាយើងឲ្យកុសលថាតាម ចា មួយម៉ាក់ហ្នឹងគាត់ថាតាមយើងមិនអាចប្រើនឹងបានរហូតទេអញ្ចឹងវាតែងតែមានការផ្លាស់ប្ដូរអញ្ចឹងអ្វីដែលchallenge មានថាជាឧបសគ្គមែនតើហ្នឹងគឺពេលដែលយើងព្យាយាមបង្កើតការផ្លាស់ប្ដូរបែបវិជ្ជមាន ចា អញ្ចឹងដោយបងនិយាយចឹងគឺយើងព្យាយាមស្វែងរកកន្លែងមួយដែលយើងហើយនឹងលោកគ្រូអ្នកគ្រូនៅជាមួយគ្នាមានថាលើកទុកជាមួយគ្នាយើងអមទៅជាមួយគ្នាប៉ុន្តែដោយសារតែយើងមានការមើលឃើញបទពិសោធន៍ខុសគ្នាអញ្ចឹងអាចចំណុចហ្នឹងឯងគឺជាផ្នែកមួយដែលធ្វើឲ្យការប្រស័យតតងរបស់យើងមានការរាំងស្ទះក៏ដូចជាការបំពេញកិច្ចការរបស់យើងហ្នឹងត្រូវបានរយៈពេលឬក៏ត្រូវការពេលវេលាបន្ថែមដើម្បីស្វែងយល់ពីគោលដៅហ្នឹងអញ្ចឹងអានេះវាឆ្លើយតបទៅនឹងការដោះស្រាយបញ្ហាហើយបើសិនជាទូនាទីជាគ្រូកសលអញ្ចឹងយើងដោះស្រាយនឹងជាមួយលោកគ្រូអ្នកគ្រូបែបវិជ្ជមានអញ្ចឹងដូចទៅលោកគ្រូអ្នកគ្រូក៏ដោះស្រាយជាមួយកូនសិស្សគាត់អញ្ចឹងណាកូនសិស្សគាត់អត់ចង់រៀនមួយគាត់អញ្ចឹងទៅឬក៏កូនសិស្សគាត់ងុយគេងគាត់អស់កម្លាំងចិត្តក្នុងការមករៀនអញ្ចឹងអាហ្នឹងវាជាអីមួយដែលយើងវាថាដូចពីស្ថានភាពហ្នឹងយើងយកមកប្រៀបធៀបគ្នាគឺស្ថានភាពហ្នឹងអញ្ចឹងចំពោះខ្ញុំវិធីសាស្ត្រខ្ញុំនៅតែជឿជាក់ថាយើងនៅតែអាចធ្វើវាបានទោះបីជាយើងចំណាយពេលយូរប៉ុណ្ណា stay positive ខ្ញុំគិតថាមានតែជំនឿជាក់មានថាចំណុចហ្នឹងបើសិនជាយើងអត់មានកំណត់ថាយើងជឿជាក់ទៅលើអ្វីដែលយើងកំពុងធ្វើផ្សេងទៀតនឹងតែចំដាំជ្រុះហើយអូខេចាហើយមួយទៀតដូចបងនិយាយចឹងថាដើម្បីរក្សាសុខភាពផ្លូវចិត្តផ្លូវកាយរបស់យើងខ្ញុំក៏ព្យាយាមស្ដាប់ដែរថាតើគាត់មានការយល់ឃើញបែបម៉េចហ្នឹងណាចឹងពេលខ្ញុំស្ដាប់គាត់ហើយខ្ញុំក៏ឆ្លុះបញ្ចាំងដែរថាឥឡូវពួកយើងកំពុងតែនៅទីណាអញ្ចឹងពេលដែលខ្ញុំមើលឃើញផ្លូវពីរហ្នឹងខ្ញុំអាចសម្របខ្លួនឯងដូចគ្នាថាអូខេប្រហែលជាយើងត្រូវការធ្វើការជាមួយគ្នាបន្តទៀតអញ្ចឹងខ្ញុំអាចនឹងថយមកជំហានដើម្បីរក្សាថាតើយើងគួរតែបន្តទៅមុខយ៉ាងម៉េចឬក៏យើងរកវិធីសាស្ត្រមួយណាដើម្បីឲ្យវាកាន់តែល្អប្រសើរចាជាងស្ថានភាពឥឡូវឧទាហរណ៍អញ្ចឹងណាអញ្ចឹងវាជួយឲ្យខ្ញុំមានពេលដកដង្ហើមខ្លួនឯងចាខ្លួនឯងតាមសម្រិត4អញ្ចឹងទៅទោះបីជាមានបញ្ហាកាត់ឡើងក៏យើងនៅតែអាចប្រឈមមុខជាមួយវាបានចាប្រសិនបើខ្ញុំចង់ឲ្យទាំងបងសុខេណាហើយនិងធីតាឲ្យនិយមន័យទៅលើពាក្យឧបសគ្គឬក៏ពាក្យលំបាកហើយយកពាក្យមួយម៉ាត់ហ្នឹងសម្រាប់ពិពណ៌នាអំពីខ្លួនឯងនៅពេលដែលជួបរឿងលំបាកតើយើងឲ្យពាក្យអីទៅកាន់ខ្លួនឯងបែរដើម្បីយកជំនះលើឧបសគ្គហ្នឹងបានណាអូខេ patient អត់ធ្មត់ចាហ្នឹងហើយខ្ញុំគាត់ថាពួកយើងកន្លងមកយើងជួបឧបសគ្គច្រើនហើយយើងក៏បានហ្នឹងហើយអត់ធ្មត់ជាមួយវាច្រើនដែរមែនទេយើង stay calm ហើយយើងព្យាយាមយកអាហ្នឹងទៅជជែកដោះស្រាយជាមួយនឹងអ្នកពាក់ព័ន្ធបន្តទៀតចឹងចាហើយយើងប្រកាសណាយើងនៅតែថា maintain តំណែងតំណងរបស់យើងហ្នឹងជាមួយនឹងលោកគ្រូអ្នកគ្រូដែលយើងមានបញ្ហាជាមួយហ្នឹងណាយើងនៅតែចាព្យាយាមធ្វើម៉េចឲ្យខ្លួនឯងហ្នឹងធ្វើការងារហ្នឹងដោយ
គេហៅថាអីគេ professional ចា ដោយវិជ្ជាជីវៈចាដែលមានវិជ្ជាជីវៈប៉ុន្តែក្រៅតែពីហ្នឹងក៏យើងត្រូវតែយករឿងទាំងអស់ហ្នឹងមកជជែកជាមួយអ្នកដែលនៅពីលើយើងទៀតបានថាជាអ្នកគ្រប់គ្រងពីលើយើងទៀតដែលគាត់មានសិទ្ធិនៅក្នុងការសម្រេចចិត្តនិងជួយយើងនៅក្នុងការដោះស្រាយបញ្ហាដែរអញ្ចឹងណាបើយើងរក្សាវាតែបានថាដោះស្រាយតែម្នាក់ឯងខ្ញុំគិតថាវាអាចនឹងលំបាកអញ្ចឹងហើយវាអាចនឹងចំណាយពេលយូរដែរចាពីព្រោះនៅកន្លែងការងារវាអត់មានរឿងអីដែលជារឿងផ្ទាល់ខ្លួនទេរឿងទាំងអស់គឺតាក់ទងមួយវិជ្ជាជីវៈការងារទាំងអស់អញ្ចឹងនៅពេលណាដែលយើងអត់យកវាមកទុកជារឿងផ្ទាល់ខ្លួនអញ្ចឹងយើងអត់មានការខឹងគុំគួនឬក៏មានគេហៅថាអន់សពូនចិត្តអីដែលធ្វើឲ្យយើងបង្កើតជាចំនួនជាមួយនឹងអ្នកធ្វើការជាមួយយើងហ្នឹងហើយខ្ញុំឯងនិយាយជាមួយនឹងធីតាដែរថា okay whatever happen okay nothing is personal nothing is personal and be professional ចំពោះខ្ញុំវិញខ្ញុំឃើញការនេះចឹងខ្ញុំនឹកឃើញខ្ញុំគិតថាគ្រប់បញ្ហាគ្រប់ឧបសគ្គទាំងអស់វាកាត់ឡើងមើលអានេះបើខ្ញុំគិតនៅក្នុងផ្នែកការងារអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្លួនខ្ញុំចាត់ទុកខ្លួនឯងជាកៅនេះអញ្ចឹងមានថាគ្រប់រឿងអីដែលកាត់ឡើងគ្រប់បញ្ហាដែលខ្ញុំជួបគឺវាបន្ថែមទៅលើបទពិសោធន៍នៃជីវិតរបស់ខ្ញុំអញ្ចឹងពេលដែលខ្ញុំជួបអីមួយដែលខ្ញុំថាវាធ្វើខ្ញុំគិតថាវាពិបាកក្នុងការដោះស្រាយខ្ញុំតែងតែគិតថាខ្ញុំជាទឹកកន្លះកែវនិយាយថារឿងទាំងអស់ហ្នឹងនឹងមកជួយបង្គ្រប់ខ្ញុំចាអញ្ចឹងជាជាងដែលយើងព្យាយាមដាក់សម្ពាធថាហេតុអីបានខ្ញុំដោះស្រាយវាបានហេតុអីបានជាបញ្ហានឹងកាត់ឡើងជាជាងដែលសួរថាខ្លួនឯងជាជាងសួរមកខ្លួនឯងថាខ្ញុំហេតុអីបានខ្ញុំអត់ល្អគ្រប់គ្រងក្នុងការដោះស្រាយវាអញ្ចឹងខ្ញុំព្យាយាមរកចំណុចអីផ្សេងដែលធ្វើឲ្យយើងញ៉ាំថារឿងរ៉ាវដែលកាត់ឡើងហ្នឹងវាមានហេតុវាមានឫសគល់របស់វាអញ្ចឹងគ្រាន់តែត្រូវការឲ្យយើងស្វែងយល់ទេអញ្ចឹងយកអ្វីដែលយើងមើលឃើញហ្នឹងមកប្រគ្រប់ជាមួយនឹងកាយរបស់យើងអញ្ចឹងវាជាអីមួយដែលខ្ញុំគិតថាពេលដែលខ្ញុំគិតបែបហ្នឹងខ្ញុំនិយាយថា that's okay life is good you know at the end of the day ចុងក្រោយយើងទៅផ្ទះញ៉ាំបាយគេផឹកឡើងយើងដោះស្រាយបន្តទៀតចាមិញយើងបានលើកឡើងអំពីផលលំបាកឬក៏ពីគេហៅថាឆន្ទៈនៃការធ្វើកិច្ចការទាំងអស់នេះច្រើនហើយអញ្ចឹងឥឡូវនេះខ្ញុំចង់ដឹងដែរថានៅពីខាងក្រោយភាពលំបាកតើមានអ្វីដែលធ្វើឲ្យយើងពេញចិត្តយើងសប្បាយរីករាយនៅក្នុងការធ្វើការងារទាំងអស់ហ្នឹងអូខេទីតាចាំឆ្លើយមុនឬក៏បងឆ្លើយមុនអ្នកណាមុនក៏បានបងសុខេណាមុនណាតាបងមុនក៏បានដែរអញ្ចឹងសម្រាប់បងការធ្វើការងារនៅក្នុងវិស័យអប់រំវាធ្វើឲ្យបងមានអារម្មណ៍ថាពេញចិត្តសប្បាយចិត្តដោយសារបងអានេះជាទស្សនៈផ្ទាល់ខ្លួនណាចាពួកបងមានអារម្មណ៍ថាបងពិតជាបានcontribute បើន័យថាចូលរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្សរបស់យើងអញ្ចឹងណាចាពួកបងមានជាអ្នកមានលុយអាចចាចូលរួមចំណែកជាលុយជាកាក់ប៉ុន្តែបងបានចូលរួមចំណែកជាពេលវេលាជាចំណេះជំនាញដែលបងមានហ្នឹងចាហើយក៏អាចថាជាផ្នែកមួយដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គមឬក៏នៅក្នុងសហគមន៍របស់យើងដែរប្រសិនបើយើងអាចថាផលិតបានគុណភាពធនធានមនុស្សដែលមានគុណភាពឬក៏ចាសិស្សយើងដែរគាត់ល្អណាចាអញ្ចឹងគាត់ពេលដែលគាត់ទៅរស់នៅក្នុងសហគមន៍បានថាសហគមន៍ហ្នឹងវានឹងមានការផ្លាស់ប្ដូរចាអភិវឌ្ឍជាលឿនអញ្ចឹងទៅហើយទី3គឺតកតងនឹងការដែលបងអាចនៅតែមានឱកាសបន្តបានថាការសិក្សាណាទាំងអស់អីដែលកំពុងតែធ្វើហ្នឹងវាជាផ្នែកមួយនៃការរៀនសូត្ររបស់បងនៅក្នុងខ្សែជីវិតរបស់បងនិយាយថាក្នុងខ្សែជីវិតពួកយើងហ្នឹងចាគឺវាសិតតែជាការសិក្សារៀនសូត្រវានៅតែមានចន្លោះដែលអាចឲ្យយើងបន្តអភិវឌ្ឍខ្លួនឯងស្វែងយល់បន្ថែមទៀតតទៅនឹងវិស័យអប់រំហ្នឹងចាហើយបើនិយាយពី specific activity សកម្មភាពដែលជាក់លាក់ជាមួយនឹងអីដែលយើងរីករាយជាមួយហ្នឹង
ហើយខាងទៅពេលដែលយើងចុងឆ្នាំ right នៅចុងឆ្នាំយើងតែងតែមានការជួបជុំគ្នាដើម្បីនិយាយជជែកអំពីលទ្ធផលសម្រេចរបស់យើងណាលទ្ធផលសម្រេចរបស់យើងដែលយើងបានសម្រេចអីគេខ្លះអាហ្នឹងហើយដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងអូខេយើងសប្បាយចិត្តយើងមកភាពដោយសារយើងពិតជាបានបង្កើតឲ្យមានលទ្ធផលកើតមានអីចឹងហើយអាចថាទី2ក៏យើងអាចថាមានឱកាសទៅចូលរួមចែករំលែកនៅវេទិកាខាងក្រៅធំអីចឹងណាឧទាហរណ៍ដូចហ្នឹងហើយឆ្នាំ2025ហ្នឹងក៏យើងមានដឹកនាំលោកអ្នកគ្រូហើយក៏ដូចធីមបងហ្នឹងពួកយើងទាំងពីរនាក់ហ្នឹងក៏បានចូលរួមជាអ្នកបានន័យថាចែករំលែកទាក់ទងទៅនឹងបទពិសោធន៍នៃការរៀននៅក្នុងកម្មវិធី Camtaso ចា not Camtaso យើងហៅ ELT conference ចាដែលរៀបចំឡើងដោយខាងវិទ្យាស្ថានភាសាបរទេសហើយចាអានេះជារឿងល្អមែនទែនហើយហ្នឹងហើយខ្ញុំគិតថាវាមានរឿងជាច្រើនដែលយើងបានធ្វើជាមួយគ្នាហើយយើងរីករាយអាចជាអាចបន្ថែមចាចំពោះខ្ញុំគិតថាផ្នែកមួយដែលធ្វើខ្ញុំរីករាយបន្តហើយវាជាកម្លាំងចិត្តដែរហ្នឹងគឺនៅពេលដែលខ្ញុំបានជួបជុំជាមួយនឹងលោកគ្រូនេះគ្រូទៅគាត់ចែករំលែកអំពីថ្នាក់របស់គាត់គាត់និយាយសិននេះបែបនោះសិននេះបែបនេះប៉ុន្តែគាត់នៅតែអាចស្វែងរកអីមួយចេញពីបញ្ហាទាំងអស់ហ្នឹងដែលគាត់ជួបជាមួយនឹងកូនសិស្សហ្នឹងហើយគាត់មកចែករំលែកមួយយើងហ្នឹងអាហ្នឹងវាជាអីមួយដែលខ្ញុំរីករាយនឹងស្ដាប់នឹងទទួលបានមែនតើដោយសារតែខ្ញុំមើលឃើញអំពីការចូលចិត្តការស្រឡាញ់របស់គាត់អញ្ចឹងនៅពេលដែលមានចំណុចទាំងអស់ហ្នឹងវាធ្វើឲ្យខ្ញុំមានថាយើងមានបុគ្គលម្នាក់ដែលធ្វើបុគ្គលមួយក្រុមឬក៏គាត់មានការតាំងចិត្តដូចគ្នាជាមួយយើងអញ្ចឹងទៅវាធ្វើឲ្យអ្វីដែលយើងបានដាក់ជាគោលដៅជាមួយគ្នាហ្នឹងនៅតែអាចបន្តទៅមុខរហូតឃើញកាន់យើងកាន់តែមានទស្សនវិស័យវែងឆ្ងាយទៅលើហ្នឹងហើយមួយទៀតអ្វីដែលវាជាផ្នែកមួយដែលធ្វើយើងកាន់តែជំរុញខ្លួនឯងហ្នឹងគឺដូចបងនិយាយចឹងពេលដែលយើងញ៉ាំថាអ្វីដែលយើងបានធ្វើកន្លងមកហ្នឹងគឺវាមានលទ្ធផលមិនថាលទ្ធផលហ្នឹងតិចឬក៏ច្រើនទេប៉ុន្តែយើងបានឃើញការផ្លាស់ប្ដូរប៉ុន្តែគ្រាន់តែវាមានលក្ខខណ្ឌតិចតួចដែលយើងបានជួបឬក៏ធ្វើការបន្ថែមអីចឹងប៉ុន្តែវាជាអីមួយដែលយើងបានធ្វើឲ្យវាដំណើរការវាថាអ្វីដែលយើងបានធ្វើនោះវាមានផលហើយចាំបានចេញគេហៅគេប្រឡប់ចេញត្រួយចេញអីចឹងទៅអញ្ចឹងអាហ្នឹងវាជាអីដែលខ្ញុំមានថាវាមានន័យមែនតើវាមានអត្ថន័យសម្រាប់យើងចាអធិស្ឋាននិយាយលេងតិចមុនហ្នឹងពេលបងសុខេណាគាត់លើកមកថាគាត់សប្បាយចិត្តមែនទែនពេលដែលអង្គុយជជែកគ្នាអំពីសមិទ្ធផលដែលសម្រាប់បានចុងឆ្នាំអញ្ចឹងណាហើយខ្ញុំក៏គិតថាអូកន្លែងហ្នឹងសប្បាយចិត្តទេជួយយើងនឹងវាតម្លៃចុងឆ្នាំតម្លៃរយៈខែអូខេហើយអញ្ចឹងដែរមើលទៅចាប៉ុន្តែចម្លើយលើសនឹងទៀតមានន័យថាមិនជាប្រាក់ខែដែលធ្វើឲ្យយើងមានកម្លាំងចិត្តនៅក្នុងការធ្វើការងារប៉ុន្តែជាលទ្ធផលដែលយើងខំប្រឹងឲ្យយើងមើលទៅថាយើងអាចសម្រេចអីបានវាកម្លាំងជំរុញឲ្យយើងប្រឹងប្រែងបន្តទៀតចាអញ្ចឹងខ្ញុំក៏មានសំណួរសួរទៅបន្តទៀតដែរអញ្ចឹងសំណួរដែលខ្ញុំចង់សួរទៅបន្តទៀតហ្នឹងវាអាចជារឿងចាក់ឆ្ងាយពីការងារប៉ុន្តែផ្សារភ្ជាប់ជាមួយនឹងការងារដែរអញ្ចឹងសំណួរហ្នឹងគឺសួរថាតើអ្វីទៅជាគុណតម្លៃឬក៏ជាកម្លាំងដែលធ្វើឲ្យយើងហ្នឹងមានការគិតវិជ្ជមានទាំងនៅកន្លែងធ្វើការទាំងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងចាយើងទៅមុននេះបងចាមែនទេបងអត់អីឆ្លើយមកចាប់ហ្នឹងហើយចំពោះខ្ញុំសំណួរហ្នឹងដូចធម្មតាខ្ញុំតែងតែគាត់ថាមានមតិច្រើនដែលគាត់និយាយខ្ញុំនិយាយថាគេគិតចាប់ដែរណាប៉ុន្តែគាត់សួរកន្លែងដែរថាប្រហែលជាពេលខ្លះយើងអាចនៅក្មេងពេកអញ្ចឹងមានរឿងជាច្រើនដែលយើងត្រូវការសិក្សាបន្ថែមស្វែងយល់អញ្ចឹងសំណួរហ្នឹងពេលដែលឮវាអាចនឹងធ្វើខ្ញុំខ្ញុំថាតាមនឹងឆ្លើយពីតនិចចាប់មកចឹងណាអញ្ចឹងអ្វីដែលខ្ញុំអាចឆ្លុះបញ្ចាំងបានគឺទៅលើវ័យកុមាររបស់ខ្ញុំដោយសារតែខ្ញុំគិតថាខ្ញុំទទួលបាន
រូបភាពនឹងមករហូតអញ្ចឹងណាអញ្ចឹងទៅខ្ញុំគិតថាវាសំខាន់មែនតើចំពោះការរស់នៅរបស់ខ្ញុំប្រចាំថ្ងៃអញ្ចឹងពេលហ្នឹងគឺខ្ញុំនៅក្មេងហើយខ្ញុំសង្កេតឃើញប៉ារបស់ខ្ញុំដែលគាត់តែងតែធ្វើគាត់ជាអ្នកដឹកនាំសមាគមមួយអញ្ចឹងនៅក្នុងខេត្តរបស់យើងនៅក្នុងភូមិហ្នឹងគឺមានកន្លែងច្រើនដែលត្រូវអភិវឌ្ឍអញ្ចឹងគាត់តែងតែជួបជំនួបជាមួយនឹងមិត្តភ័ក្តិរបស់គាត់អ៊ំអីចឹងហើយដូចខែតិចអីចឹងទៅគាត់អង្គុយជុំគ្នាច្បើងអីចឹងណាហើយខ្ញុំឃើញអារូបភាពហ្នឹងខ្ញុំចេះតែអង្គុយទៅចូលអង្គុយក្នុងក្រុមរបស់គាត់តែគាត់និយាយរឿងស្រុកភូមិអីចឹងហើយខ្ញុំដឹងថាវាមិនទេតែគាត់និយាយរូបភាពហ្នឹងដល់ពេលទៅខ្ញុំឆ្ងល់រហូតថាមិនបានប៉ាខ្ញុំគាត់ជួបប្រជុំអញ្ចឹងគាត់ធ្វើអីហើយយើងមានជរុកមួយអញ្ចឹងណាអញ្ចឹងជរុកហ្នឹងដាក់ស្រូវដាក់អីចឹងទៅហើយមានកម្មវិធីរហូតហើយសិតតែមានអ៊ំដែលគាត់មកចូលរួមហើយធ្វើសកម្មភាពទាំងអស់ហ្នឹងហើយខ្ញុំឆ្ងល់ថាតើការងាររហងៃរបស់ប៉ាខ្ញុំហ្នឹងគាត់ធ្វើគេលេចនៅក្នុងរូបភាពមួយដែលខ្ញុំឆ្ងល់ថាខ្ញុំដឹងថាប៉ាខ្ញុំគាត់រវល់ឯប៉ុណ្ណាតែមនុស្សច្រើនមកអីចាមកជួបមកប្រជុំដើម្បីអីចឹងតែអញ្ចឹងខ្ញុំចាប់តាមពេលដែលខ្ញុំធំឡើងហ្នឹងក៏ខ្ញុំបានចាប់តាមរៀនសូត្រអំពីតួនាទីរបស់គាត់ខ្ញុំចាប់តាមមើលឃើញឯកសារទៅធ្វើកសិកម្មអញ្ចឹងណាអញ្ចឹងបានចាប់តាមយល់ថាពេលហ្នឹងគាត់ចាប់តាមអភិវឌ្ឍទៅលើអីមួយនៅក្នុងស្រុកភូមិអញ្ចឹងទៅហើយខ្ញុំគិតថារូបភាពទាំងអស់នោះធ្វើឲ្យខ្ញុំចាប់តាមគិតមកខ្លួនឯងថាពេលដែលខ្ញុំធំឡើងខ្ញុំក៏ចង់បន្តធ្វើរឿងដែលធ្វើឲ្យមានការចូលរួមមកច្រើនដូចគ្នាអញ្ចឹងមានថាវាជាគុណតម្លៃមួយដែលយើងគិតថាពិបាករកគឺធ្វើមិនឲ្យខ្លួនឯងជាបុគ្គលម្នាក់ដែលមើលឃើញតម្លៃនៃការងារតម្លៃនៃការងារហើយវាជាផលប្រយោជន៍ទៅកាន់មនុស្សជុំវិញខ្លួនដូចគ្នាមិនមែនសម្រាប់ថាយើងម្នាក់ឯងអញ្ចឹងអានេះជាអីដែលខ្ញុំតែងតែគិតថាតើវាអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃមិនថាទាំងផ្នែកការងារមិនការងារផ្ទាល់ខ្លួនតើវាបានជួយអ្វីខ្លះមកកាន់ទាំងខ្ញុំក៏ដូចជាមិត្តភ័ក្តិឬក៏បុគ្គលដែលគាត់នៅជុំវិញចាសម្រាប់បងវិញទេតែសម្រាប់បងក៏បងគិតថាបើបងចូលបញ្ចាំមកខ្លួនឯងណាចាក៏ស្តៀងនឹងធីតាបន្តិចដែរអញ្ចឹងណាតែវាកើតឡើងកាន់តែច្រើនឡើងនៅពេលដែលបងបានចុះទៅធ្វើការនៅតាមសហគមន៍ចាអញ្ចឹងណានៅពេលដែលខ្ញុំចុះទៅតាមស្រុកភូមិជាក់ស្ដែងយើងឃើញមានបញ្ហាជាច្រើនអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏វាធ្វើឲ្យបងគិតពីដំណើរជីវិតនៅក្នុងការងារជាអ្នកអប់រំហ្នឹងណាដោយសារយើងឃើញយើងបងមើលឃើញថាខ្លួនឯងអាចនឹងជា change agent អញ្ចឹងជាអ្នកបាទជាផ្នែកងារនៃការផ្លាស់ប្ដូរអញ្ចឹងណាអញ្ចឹងហ្នឹងហើយវាជំរុញលើកទឹកចិត្តឲ្យបងខិតខំប្រឹងប្រែងធ្វើកិច្ចការងារហ្នឹងណាថាយ៉ាងហោចណាពេលយើងបានធ្វើអីមួយដែលអាចជួយទៅដល់អាចថាយុវជនអីចឹងទៅឬក៏សិស្សានុសិស្សរបស់យើងឲ្យគាត់ខ្លាយទៅជាមនុស្សល្អជាធនធានមនុស្សហើយថ្ងៃក្រោយទៅគាត់អាចទៅជួយធ្វើឲ្យការអភិវឌ្ឍមានការអភិវឌ្ឍនៅក្នុងសហគមន៍របស់គាត់រស់នៅវិញអញ្ចឹងណាហ្នឹងហើយអាហ្នឹងហើយដែលបានថាវាជាតម្លៃមួយដែលបន្តឲ្យបងបានថានៅតែចង់ធ្វើការនៅក្នុងវិស័យអប់រំហ្នឹងដែលបងជឿជាក់នៅហ្នឹងហើយបងជឿជាក់ថាការអប់រំនឹងអាចធ្វើឲ្យមានការផ្លាស់ប្ដូរចាឃើញហើយបងអរគុណចាជាគេថាមតិយោបល់ដ៏ល្អណាដែលមិនអាចប្រកែកបានហ្នឹងហើយអញ្ចឹងតើអ្នកទាំងពីរមានសារអ្វីដែលចង់ផ្ដាំផ្ញើទៅកាន់សិស្សានុសិស្សលោកគ្រូឬក៏ទស្សនិកជនដែលគាត់កំពុងតែមើលវីដេអូរបស់យើងដែរចាអូខេចឹងបងឆ្លើយមុនណានេះបងទៅមុនវិញអូខេបងនៅហ្នឹងឯងអូខេចឹងតកតងទៅនឹងអានេះជាមតិយោបល់ចាផ្ទាល់ខ្លួនដែរទេតកតងទៅនឹងយុវជនយើងដែលគាត់ចង់បានអាចថាខ្លាយជាគ្រូបង្រៀនចាឬក៏បានបន្តដំណើរជីវិតនៅក្នុងវិស័យអប់រំនេះអញ្ចឹងណាហ្នឹងហើយ
ចឹងកន្លែងនេះបងមាន3ចំណុចដែលចង់ឲ្យពួកគាត់គិតចឹងទី1គឺបងចង់ឲ្យគាត់សួរខ្លួនឯងម្ដងហើយម្ដងទៀតចឹងថាតើគាត់ពិតជាស្រឡាញ់ការងារជាអ្នកអប់រំឬក៏ជាលោកគ្រូអ្នកគ្រូពិតប្រាកដអត់ចឹងដោយសារណែកន្លងមកយើងបានក្នុងបទពិសោធន៍នៃការងាររបស់យើងយើងបានជួបលោកគ្រូអ្នកគ្រូដែលគាត់អត់ទាន់ស្គាល់ខ្លួនឯងច្បាស់ចឹងចាប៉ុន្តែយ៉ាងណាយើងនៅតែថាអូខេយើងនៅតែមានពេលស្វែងរកខ្លួនឯងឃើញថាយើងពិតជាចង់មាន career ប្រហែលមានអាជីពជាអីពិតប្រាកដចឹងណាប៉ុន្តែយ៉ាងណាក៏វាអាចនឹងខាត់ពេលវេលាបន្តិចដែរអញ្ចឹងណាវាខាត់ពេលវេលាបន្តិចដែរហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងចង់ឲ្យយុវជនយើងដែលចង់ធ្វើការនៅក្នុងវិស័យអប់រំហ្នឹងឬក៏ខ្លាចខ្លួនជាគ្រូបង្រៀនហ្នឹងហ្នឹងហើយសួរខ្លួនឯងឲ្យច្បាស់លាស់ថាតើអានេះវាការងារហ្នឹងវាពិតជាអីដែលយើងស្រឡាញ់ចូលចិត្តយើងចង់ធ្វើហើយក៏កុំភ្លេចសួរខ្លួនឯងដែរថាតើបន្ទាប់ពីយើងសម្រេចចិត្តខ្លាចខ្លួនជាអ្នកអប់រំហើយនោះតើយើងអាចនឹងចូលរួមចំណែកនៅក្នុងការផ្លាស់ប្ដូរអីបានអញ្ចឹងចាអាហ្នឹងសំណួរហ្នឹងក៏បងសួរខ្លួនឯងដែរអញ្ចឹងណាអញ្ចឹងហ្នឹងហើយបើថាបើសិនជាកន្លែងហ្នឹងបើបងមានអារម្មណ៍ថាបងទៅដូចជាអត់មានអីជួយអីបានផងអញ្ចឹងតែជាមិនមែនជាកន្លែងមួយដែលត្រូវនឹងបងអីចឹងណាហ្នឹងសម្រាប់តខ្លួនបងណាចាហើយទី2អញ្ចឹងបើសិនយើងសម្រេចចិត្តថាយើងនឹងដើរនៅលើផ្លូវនឹងហើយអញ្ចឹងបន្តបែរថាអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនឯងចាបន្តអភិវឌ្ឍចំណេះជំនាញខ្លួនឯងឧទាហរណ៍ដូចជាយើងអាចបន្តការសិក្សាបន្ថែមទៀតណា higher education របស់យើងណាចានៅក្នុងផ្នែកហ្នឹងហើយទី3ហ្នឹងអាចនៅសិក្សាស្វែងយល់អំពីទូនាទីការងារហ្នឹងឲ្យបានច្បាស់លាស់ហើយរកឲ្យឃើញអំពីចំណុចខ្វះខាតរបស់យើងអញ្ចឹងណាដែលយើងត្រូវតែអភិវឌ្ឍបន្ថែមទៀតអញ្ចឹងដើម្បីអាចឲ្យយើងហ្នឹងធ្វើកិច្ចការងារហ្នឹងបានល្អចាចឹងហ្នឹងជា3ចំណុចដែលខ្ញុំខ្លួនឯងផ្ទាល់ក៏នឹងអនុវត្តអនុវត្តដែរហើយចំនួនហ្នឹងខ្ញុំក៏ប្រកាសជានៅតែស៊ូខ្លួនឯងទៀតបានថា3ចំណុចហ្នឹងខ្ញុំយកវាមកអនុវត្តបន្តទៀតបើសិនជាខ្ញុំមើលឃើញថាខ្ញុំនឹងបន្តទៅ career ណាមួយផ្សេងទៀតអីចឹងទៅចាអរគុណច្រើនបងសម្រាប់សារមួយនេះខ្ញុំគិតថាវានឹងជាកន្លឹះមួយសម្រាប់ឲ្យលោកគ្រូអ្នកគ្រូឬក៏សិស្សានុសិស្សខ្លួនឯងហ្នឹងក៏អាចយកទៅសួរខ្លួនឯងដូចគ្នាដែរអញ្ចឹងចង់ដឹងធីតាវិញតើមានសារអីដើម្បីចែករំលែកទៅកាន់ពួកយើងទាំងអស់គ្នាដែរចាចំពោះខ្ញុំបងគេគាត់និយាយច្រើនហើយខ្ញុំជឿចិត្តនៅពេលដែលគាត់លើកចំណុចដំបូងគេចាអត្តសញ្ញាណរបស់គាត់ខ្លួនឯងរបស់បុគ្គលខ្លួនឯងថាតើធម្មតាចាដូចបងលើកឡើងអញ្ចឹងពេលដែលខ្ញុំចូលធ្វើជាអ្នកគ្រូបង្រៀនភាសាអង់គ្លេសដំបូងហ្នឹងក៏ខ្ញុំសួរខ្លួនឯងថាតើអាជីពហ្នឹងពិតជាអ្វីដែលខ្ញុំត្រូវការមែនអត់អញ្ចឹងណាចាសំណួរហ្នឹងពិតជាសំខាន់មែនតើតែគ្រាន់តែពេលខ្លះយើងអាចយើងគ្រាន់ចង់មានការងារមួយអញ្ចឹងណាពេលតែហ្នឹងវាអញ្ចឹងហើយតែដល់ពេលដែលយើងប្រឡូកជាមួយនឹងអាជីពការងារនឹងយូរទៅយើងចាប់បានសួរខ្លួនឯងថាវាជាអីដែលយើងចង់បានមែនអត់អញ្ចឹងអាហ្នឹង I really appreciate that comment ចំពោះខ្ញុំពេលដែលខ្ញុំចាប់ផ្ដើមចូលកាន់តែស៊ីជម្រៅទៅលើការព្រមធ្វើការជាមួយនឹងលោកគ្រូអ្នកគ្រូកូនសិស្សអ្វីដែលខ្ញុំមានជាបាយនិយាយថាដំបូងមានអីចឹងដំបូងមានសម្រាប់ខ្ញុំជាពាក្យដែលធ្ងន់អញ្ចឹងខ្ញុំអត់ចង់កំណត់ថាវាជាមតិយោបល់អញ្ចឹងខ្ញុំគិតថាវាគ្រាន់តែជាសំណួរតែប៉ុណ្ណោះខ្ញុំនឹងឲ្យជាសំណួរវិញថាតើអ្នកចង់ផ្លាស់ប្ដូរអីគេចាអញ្ចឹងខ្ញុំគិតថាពេលដែលយើងបង្រៀនឬក៏ធ្វើជាអ្នកក្រុមយើងនឹងឃើញមានបញ្ហាកើតឡើងច្រើនចំពោះផ្នែកចំណេះដឹងអរិយាប័ត្រនៅក្នុងសង្គមអញ្ចឹងមានរឿងជាច្រើនដែលយើងមើលឃើញហើយខ្ញុំជឿជាក់ថាយើងអាចទៅដោះស្រាយបាននេះអញ្ចឹងប្រកបណាស់ថាតើយើងខ្លួនឯងចង់ផ្លាស់ប្ដូរអីគេអញ្ចឹងសំណួរហ្នឹងវានឹងឆ្លាក់ចំពោះខ្ញុំផ្ទាល់ខ្លួនណាសំណួរហ្នឹងគឺ
នឹងជួយឲ្យយើងមើលឃើញទស្សនវិស័យរបស់យើងខ្លួនឯងថាតើយើងចង់មានយើងចង់បង្កើតការផ្លាស់ប្ដូរគេនៅក្នុងតំបន់មួយហ្នឹងនៅក្នុងក្រុមមួយហ្នឹងអញ្ចឹងចំពោះខ្ញុំគឺ yes ចំណុចមួយហ្នឹងគឺសំខាន់ចាហើយសំណួរហ្នឹងដូចបងកណានេះដែរគឺខ្ញុំក៏តែទៅសួរខ្លួនឯងដែរមិនមែនតែធំជាសារឲ្យគេប៉ុន្តែសួរខ្លួនឯងថាតើចង់ផ្លាស់ប្ដូរអ្វីចាឥឡូវហ្នឹងខ្ញុំកំពុងតែចង់ផ្លាស់ប្ដូររូបរាងចង់សម្រាប់គីឡូចឹងទេអរគុណច្រើនចាអរគុណច្រើនមែនទែនសម្រាប់ការអញ្ជើញមកចូលរួមកម្មវិធី podcast របស់យើងនិយាយទៅអ្វីដែលយើងចែករំលែកគ្នានៅក្នុងថ្ងៃនេះខ្ញុំយកឃើញថាវានឹងជាអ្វីមួយដែលមានប្រយោជន៍សម្រាប់អ្នកទស្សនាកម្មវិធីរបស់យើងណាអញ្ចឹងឥឡូវនេះកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ហើយក៏សូមថ្លែងអំណរគុណទៅកាន់អ្នកទស្សនាវីដេអូរបស់យើងទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់ពីខ្ញុំសូភាសុខេណាធីតាសូមអរគុណនិងសូមជម្រាបលា